កាលពីព្រេងនាយមានបុរសម្នាក់មានប្រពន្ធនៅជាមួយគ្នាតែពុំមានកូនលុះយូរទៅប្រពន្ធនោះមានសហាយនាំមកដេកក្នុងផ្ទាំងតែសពថ្ងៃមួយប្តីទៅជីកដំឡូងក្នុងព្រៃដល់ថ្ងៃក្តៅចូលទៅអាស្រ័យនៅខ្ទមអ្នកតាមួយប្រពន្ធរៀបចំអីវ៉ាន់នៅតំបន់អ្នកតានោះឲ្យទៅធ្វើប្តីឲ្យស្លាប់នឹងយកសហាយធ្វើប្តីរៀបស្រេចហើយក៏យកអីវ៉ាន់នោះដើរចូលទៅក្នុងខ្ទមអ្នកតានោះប្តីឃើញប្រពន្ធដើរចូលទៅក្នុងខ្ទមអ្នកតាក៏នឹកឆ្ងល់ណាស់ថាញ៉េប្រពន្ធអញវាមកធ្វើអីក្នុងខ្ទមអ្នកតានេះគិតហើយក៏ចូលទៅពួនក្រោយខ្នងអ្នកតាលបស្ដាប់ប្រពន្ធឯប្រពន្ធក៏ចូលទៅអុជទៀនធូបហើយបន់អ្នកតាថាខ្ញុំមិនចង់យកប្តីខ្ញុំទេខ្ញុំចង់យកប្តីមួយទៀតសូមអ្នកតាកាច់ប្តីខ្ញុំឲ្យស្លាប់ទៅខ្ញុំនឹងថ្វាយជ្រូកមួយប្តីឮដូច្នេះក៏ឆ្លើយឡើងពីក្រោយខ្នងអ្នកតាថាបើនាងមានសហាយហើយបើចង់ឲ្យយើងកាច់ប្តីនាងឯងឲ្យស្លាប់នោះវាជារឿងងាយទេវិលទៅផ្ទះវិញត្រូវរកមន់ក្រាបទាំងមេទាំងពងមួយសម្បុកស្ងោឲ្យប្តីនាងឯងស៊ីទៅវាប្រកាសជាស្លាប់ហើយមេនោះឮដូច្នោះស្មានថាអ្នកតាបង្គាប់ក៏ប្រញាប់វិលមកផ្ទះវិញរកទិញបានមេមន់ក្រាបមួយសម្បុកស្ងោទុកឲ្យប្តីស៊ីដើម្បីនឹងឲ្យប្តីស្លាប់ហើយនឹងបានយកសហាយលុះដល់ប្រលប់ប្តីមកពីជីកដំឡូងដល់ផ្ទះហើយក៏សួរថាគេអើយហើយបានអីស៊ីបាយមេនោះក៏ឆ្លើយថាខ្ញុំបានមេនឹងពងមន់ក្រាបមួយសម្បុកស្ងោទុកឲ្យអ្នកណាប្តីក៏ថាបើអញ្ចឹងរៀបបាយមកស៊ីមកណាប្រពន្ធក៏លើកបាយព្រមទាំងមេនឹងពងមេមន់ក្រាបមកឲ្យប្តីស៊ីប្តីស៊ីហើយធ្វើជាឈឺដេកធ្ងររហឹសមេនោះអន់ណាស់គិតស្មានថាប្តីឈឺមែនត្រូវនឹងពាក្យអ្នកតាបង្គាប់ហើយត្បិតឮធ្ងរឯប្តីក៏ធ្វើជាដេកទៅមេនោះគិតស្មានថាប្តីស្លាប់ក៏បើកទ្វារនាំយកសហាយចូលទៅដេកជាមួយអ្នកទាំងពីរកំពុងតែនិយាយគ្នាប្តីក៏ក្រោកឡើងអង្គុយហៅប្រពន្ធមកប្រាប់ថាអូយរងាណាស់រងាណាស់ឯប្រុសសហាយឃើញប្តីមេនោះក្រោកឡើងអង្គុយដូច្នោះស្ទង់រត់ពុំទាន់ក៏ចូលទៅពួនក្នុងពាងធំមួយនៅខាងដំណេកសំងំចាំប្តីនោះដេកខ្លួននឹងចេញពីពាងទៅដេកនឹងមេនោះទៀតប្តីបានឃើញតែធ្វើមិនឃើញធ្វើមិនដឹងរួញក៏ប្រាប់ប្រពន្ធថាអូយអាយ៉ាខ្ញុំរងាណាស់ឯងជួយដាំទឹកឲ្យគ្នាងុយបន្តិចហ្នឹងណាអូយនឹងអាលស្លាប់អូយមេនោះឮថាប្តីចង់ស្លាប់ដូច្នេះក៏អន់ណាស់ត្បិនត្រូវនឹងពាងដែលបន់នឹងអ្នកតាលុះប្រពន្ធដាំទឹកពុះហើយប្តីក៏ថាទៅដងទឹកត្រជាក់បានមួយក្អមយកមកលេងនឹងទឹកក្តៅនេះទៅប្រពន្ធឮប្តីប្រើដូច្នោះក៏យកក្អមចេញទៅដងទឹកប្តីឃើញប្រពន្ធចេញទៅបាត់ក៏ក្រោកឡើងដើរទៅលើកទឹកពុះមួយខ្ទះនោះយកទៅស្រោចលើសហាយដែលនៅក្នុងពាងនោះស្លាប់ទៅហើយចូលទៅដេកវិញធ្វើជាធ្ងររហឹសទៀតមេនោះវិលពីដងទឹកមកវិញមើលទៅឃើញសហាយត្រូវទឹកក្តៅរួញសរសៃដោយគេដកកចេញពីពាងមកនោះក៏អោនខ្សឹបថាថ្មីក៏មិនអោនទៅវាមិនទាន់ដេកទេអានោះនៅឆ្ងក់ដដាលមេនោះយកដៃទៅចាប់ជ្រមុជទៅត្រូវស្លឹកត្រចៀករលេះជ្រុះទាំងសក់ទើបបានដឹងថាប្តីស្រោចទឹកក្តៅស្លាប់សហាយទៅហើយក៏ពុំស្ដីយកគម្របពាងមកគ្របហើយយកទឹកឲ្យប្តីងូចឯប្តីក៏មិនស្ដីទឹកក៏មិនងូចប្រាប់ប្រពន្ធថាអើយអញគ្រាន់បើហើយហៅប្រពន្ធចូលទៅដេកទៅលុះព្រឹកព្រហៀមឡើងមេនោះពុំដឹងបើគិតដូចម្ដេចនឹងយកខ្មោចឲ្យរួចផុតពីផ្ទះក៏នឹកឃើញថាអ្នកស្រុកនេះមានចោរ4នាក់តែងតែមកលួចអីវ៉ាន់អ្នកផងតែសប្តាហ៍ថ្ងៃ
សពយប់គ្រប់ភូមិដូច្នេះអញនឹងគិតឲ្យអាចោលទាំង4នាក់នោះយកខ្មោចចេញពីផ្ទះអញទៅចោលក្នុងព្រៃឲ្យតតែបានគិតហើយក៏ដើរខ្ចីសំពត់ហូលអាវព្រែគេយកមកហាលជុំវិញផ្ទះឯចោលទាំង4នាក់នោះឃើញហើយក៏គិតថាជឿមីនេះមានណាស់តើយប់នេះណាយើងនឹងទៅលួចវាឲ្យបានកំខានសប្តាហ៍ថ្ងៃយើងស្មានតែវាក្រមេនោះក៏ហាលសំពត់ហូលអាវព្រែនោះលុះដល់ពេលល្ងាចយកទៅជូនគេវិញហើយយកខ្សែចងរឹតរួតពីងខ្មោចនោះឲ្យជាប់ទុកឲ្យចោលចូលលួចមកខ្សែយកទៅឯចោលទាំង4នាក់លុះយប់ក៏បបួលគ្នាទៅលួចចូលទៅរករបស់ទាំងនោះពុំឃើញប្រទះឃើញតែពីងមួយចងមាត់ជាប់បើកក៏ពុំរួចចោលទាំង4នាក់នោះក៏និយាយគ្នាថានេះរបស់អស់នោះវាដាក់ក្នុងពីងនេះហើយបើដូច្នេះណាត្រូវយើងសែងពីងនេះថាហើយក៏នាំគ្នាសែងពីងនេះទៅដល់ព្រៃឆ្ងាយក៏ស្រ័យលូកមើលអាមួយលូកដៃទៅត្រូវសក់ថាអើយសូតណាហើយក៏ដកដៃចេញអាមួយលូកដៃទៅត្រូវស្លឹកត្រចៀកត្រូវភ្នែកច្រមុះក៏ស្រែកថាអើយខ្មោចទេអាមួយមិនជឿក៏លូកដៃទៀតត្រូវដាំទ្រូងដឹងតែខ្មោចមែនក៏ស្ទុះរត់ចោលហើយក៏ខឹងណាស់ថាត្បិតមីនោះបញ្ឆោតឲ្យសែងខ្មោចចោលបានចៅទាំង4នាក់គិតគ្នាថាយើងចាំខ្លំមើលមីនោះបើឃើញវាដើរទៅណាតែម្នាក់ឯងណាត្រូវគ្នាយើងចាប់វាឲ្យវារៀងកុំឲ្យវាបញ្ឆោតយើងទៀតជួនជាថ្ងៃមួយមេនោះចុះទៅកំពង់រកទិញអីវ៉ាន់ត្បិតមានសំពើទើបនឹងមកដល់ពីស្រុកក្រៅមេនោះក៏ដើរទៅដល់កណ្ដាលផ្លូវក៏ជួបនឹងចៅទាំង4នាក់នោះចៅឃើញក៏នាំគ្នាព្រួតចាប់នឹងវាយហើយជេរពីរឿងដែលវាបញ្ឆោតនោះមេនោះក៏ឆ្លើយថាណាហើយអ្នកអើយបើអ្នកវាយខ្ញុំក៏អត់ប្រយោជន៍ដែរត្បិតខ្ញុំទៅទាបប្រាក់ពីនេះសំពើដូច្នេះចូលមកណាអញ្ជើញទៅនឹងខ្ញុំទាបប្រាក់បានចែកគ្នាចែកលេងចៅទាំង4នាក់ឮថាវាទៅទាបប្រាក់ដូច្នេះក៏ចូលចិត្តបបួលគ្នាទៅមេនោះផ្ដាំចៅទាំង4នាក់ថាអស់អ្នកឈរចាំខ្ញុំនៅលើច្រាំងចុះបើកាលណាឃើញខ្ញុំបោយដៃនោះណាអ្នកនាំគ្នាចុះទៅចុះបានប្រាក់ហើយពេលនោះនិយាយផ្ដាំចៅទាំង4នាក់ហើយក៏ចុះទៅសំពើនិយាយនឹងនាយសំពើលក់ចៅទាំង4នាក់ហើយវាថាចៅនោះជាខ្ញុំរបស់វាហើយចង្អុលបង្ហាញនាយសំពើថាណ៎វាទាំង4នាក់បើវាចោះមកខ្ញុំឡើងទៅលើគោកសូមអ្នកចាប់វាដាក់ច្រវាក់ឲ្យជាប់ទៅកុំឲ្យវារត់បានណានាយសំពើព្រមហើយក៏សួរថាណែខ្ញុំរបស់នាងឯងទាំង4នាក់លក់ថ្លៃប្រមាណមេនោះក៏ថាម្នាក់ថ្លៃ2ណែនណានាយសំពើឲ្យ1ណែនកន្លះវាក៏ព្រមលក់ហើយក៏ចេញមកក្រៅបក់ដៃហៅចៅទាំង4នាក់ចៅទាំង4នាក់គិតស្មានថាវាហៅឲ្យទៅយកប្រាក់ក៏នាំគ្នាចុះទៅដល់ហើយស្រាប់តែនាយសំពើប្រើមនុស្សឲ្យចាប់ដាក់ច្រវាក់នៅបាតសំពើទាំងអស់គ្នាមេនោះក៏យកប្រាក់ឡើងមកបាត់បានហើយមេនោះក៏ដើរវិលមកផ្ទះវិញដល់កណ្ដាលផ្លូវជួនជាយប់ពុំហ៊ានដើរទៅទៀតក៏ឡើងទៅដេកលើដើមឈើធំមួយនៅប្រផ្លូវនោះឯចៅទាំង4នាក់លុះនាយសំពើដាក់ច្រវាក់ជាប់ហើយក៏និយាយគ្នាថាជឿមេនេះហៅពីងជាប្រាជ្ញាធំវាបញ្ឆោតឲ្យយើងណាផ្សែងខ្មោចទៅចោលក្នុងព្រៃហើយឥឡូវវាលក់យើងបាត់ទៀតចៅទាំង4នាក់ខឹងណាស់កាត់ច្រវាក់បាត់រត់ចេញពីសំពើដើរឡើងមកលើគោករត់មកទាំងយប់នោះជួនជាយប់យូរណាស់ក៏នាំគ្នាឡើងទៅដេកលើមែកឈើធំដែលមនុស្សដេកចៅ3នាក់ឡើងទៅដេកលើមែកឈើដោយខ្លួនពីគ្នាចៅម្នាក់ឡើងទៅក៏ជួបនាងនោះនៅលើដើមឈើហើយអាចៅនោះក៏ថាហងឯងស្លាប់ហើយម្ដងនេះហងឯងណាធ្លាប់បញ្ឆោតយើងឥឡូវហងឯងរត់ចុះបើរួចមេនោះលើកប្រាក់បង្ហាញហើយក៏អោនខ្សឹបថាហើយណាអ្នក
អ្នកកុំស្ដីណាកុំឲ្យអ្នកទាំង3អ្នកនោះទៀតដឹងហើយយើងត្រូវយកគ្នាជាប្តីប្រពន្ធនិងយកប្រាក់នេះទៅចាយរកស៊ីស្រួលជាងអ្នកកុំធ្វើបាបខ្ញុំធ្វើអីអាចោឮដូច្នោះក៏មិនស្ដីខិតចូលទៅចិត្តលូកអោបគៀកមីនោះហើយក៏ថាប្អូនឯងហៅប្រាជ្ញាធំបាញ់ឆោតបងពី3ដងហើយឥឡូវបងបានជាប្តីប្រពន្ធដោយសារតែប្រេងសំណាងហើយនិយាយហើយក៏អោបតាមចិត្តមេត្រីមីនោះពុំបំរះហើយក៏ថាខ្ញុំខ្លាចតែអ្នកស្រឡាញ់ខ្ញុំមិនស្មោះទេឯខ្ញុំស្រឡាញ់អ្នកស្មោះណាចិត្តមួយថ្លាមួយអាចៅនោះក៏ថាអូយបងស្រឡាញ់អូនស្មោះហើយនាងពុំដឹងចិត្តបងចង់ឲ្យបងស្បត់ឬក៏បងធ្វើដូចម្ដេចមីនោះក៏ថាបើស្រឡាញ់ចិត្តមួយនឹងគ្នាមានតែលិតអណ្ដាតគ្នាទើបមីនោះលៀនអណ្ដាតហើយអោនទៅរកអាចៅនោះឯអាចៅលិតអណ្ដាតនោះហើយលៀនអណ្ដាតឲ្យមីនោះលិតវិញមីនោះខំអណ្ដាតចៅនោះដាច់អស់មួយកំណាត់ហើយច្រានទម្លាក់ពីលើចុងឈើធ្លាក់ដល់ដីស្រែងលឺសូរតែលលឯអាចៅ3នាក់គិតស្មានថានាយសំពើចោមចាប់ក៏លោតពីលើមួយឈើរត់ទៅហើយស្រែកហៅគ្នាថាវើយគ្នាយើងនាយសំពើដេញចាប់ហើយអាចៅដែលដាច់អណ្ដាតនោះស្រែកហៅគ្នាវាថាមេនោះនៅលើចុងឈើត្រូវចាប់វាប៉ុន្តែដោយសារតែវាដាច់អណ្ដាតដូច្នេះនិយាយមិនច្បាស់ឮតែលលគ្នាវាគិតស្មានថាគេដេញចាប់ចេះតែប្រឹងរត់យកតែព្រះអាយុរៀងខ្លួនឯមេនោះចុះពីលើចុងឈើយកប្រាំងទៅឲ្យប្តីនៅរកស៊ីជាមួយនឹងប្តីជាសុខសប្បាយតទៅ